ទៅលើថាតើproject របស់ខ្ញុំធ្វើពីអី project របស់ខ្ញុំគឺជា project ដែលយកពី real time chat application ជា WebSocket ហើយហេតុអីបានពួកយើងប្រើប្រាស់នៅ WebSocket មូលហេតុដែលយើងប្រើប្រាស់ WebSocket គឺដើម្បី allow នៅ two way communication នៅចំណងពី client ហើយនិង server ដោយគ្មានការរង់ចាំពីម្ខាងណានៃវិធានការក្នុងពេលតែមួយចាំបាច់ចាំដំណើរការមួយចប់ហើយធ្វើដំណើរការមួយគឺវាអាចដំណើរការក្នុងពេលតែមួយជាមួយគ្នាក្នុង project ហ្នឹងគឺខ្ញុំផ្ដោតខ្លាំងទៅលើ real time communication នៅចន្លោះ multi user ហើយពួកយើងជ្រើសនៅ WebSocket ពីព្រោះតែវាគឺរក្សានៅ persistent connection ហើយបើកចំហដែលធ្វើឲ្យ performance របស់ chat notification ឬក៏ live data របស់យើងវាមានដំណើរការល្អហើយថាតើ WebSocket របស់ខ្ញុំហ្នឹងគឺវាធ្វើការរបៀបម៉េចវាអត់ដូចជា HTTP ដែលវាអត់ភ្ជាប់នៅរាល់ការ request ប៉ុន្តែបើ WebSocket គឺវារក្សាភ្ជាប់នៅ message ដែលឲ្យវាធ្វើការរហូតដែលអាចឲ្យ user គាត់ exchange instantly បានហើយឥឡូវខ្ញុំទៅ demo project នេះហើយដើម្បីឲ្យดูកាន់តែច្បាស់ថាអំពីដំណើរការរបស់ WebSocket នេះគឺជា code របស់ខ្ញុំដែលខ្ញុំមានទាំង back end ហើយនិង front end ចំពោះ back end គឺខ្ញុំប្រើ Node.js ហើយនិង front end ខ្ញុំប្រើទៅនឹង React ហើយនេះគឺជា application របស់យើងដែលខ្ញុំបែងចែកវាជាពីរដើម្បីឲ្យស្រួលមើលថាតើវាដំណើរការបានក្នុងពេលតែមួយដែរឬក៏អត់ទីមួយគឺខ្ញុំមាន login ដោយសារតែខ្ញុំចង់ធ្វើឲ្យវារៀង clean អញ្ចឹងខ្ញុំធ្វើឲ្យមាន login ជាដំបូងខ្ញុំត្រូវ visual នៅតំណែងរបស់ user របស់យើងសិននេះគឺជា user ទី1ដែលមានឈ្មោះថា Moloki ហើយខ្ញុំធ្វើការ login ទៅកាន់ user ទី2របស់យើងហើយនេះគឺជា user ទី2របស់យើងដែល
មានឈ្មោះថាខៃហើយឃើញនៅក្នុងខៃនេះយើងអាចមើលឃើញថាម៉ូដគីរបស់យើងគាត់អនឡាញហើយចំពោះនៅក្នុងម៉ូដគីនេះក៏អាចមើលឃើញថាខៃរបស់យើងគឺអនឡាញដែរហើយមួយទៀតគឺយើងធ្វើការនិស្សិតកាន់គាត់នៅពេលដែលយើងធ្វើការនិស្សិតកាន់គាត់យើងក៏លោតនៅនិស្សិតនៅក្នុង account របស់ខៃហើយខៃក៏អាចធ្វើការ respond ទៅកាន់គាត់វិញដូចគ្នាដែរនោះគឺជាដំណើរការនៅ web socket របស់យើងដែលវាអនុញ្ញាតឲ្យ user ពីរគាត់អាចធ្វើការទំនាក់ទំនងគ្នាដោយអត់ចាំបាច់យើងធ្វើតែម្ខាងឯងគឺវាអាច send ការ and receive ការទៅវិញទៅមកបានហើយនឹងគឺជាឧទាហរណ៍នៃ web socket យើងនៅតាមតំណ project របស់យើងគឺមានប៉ុណ្ណឹងហើយតាមទៅប៉ុណ្ណឹងដូចជានេះក៏ខ្ញុំបានឧទាហរណ៍ឲ្យដែរគឺអាចឆាតនៅរូបភាពជាច្រើន send ឲ្យគ្នាទៅវិញទៅមកអាចមើលឃើញនៅ user មួយទៀតគាត់អាច online ដែរមូលហេតុនៅពីក្រោយហ្នឹងគឺដោយសារតែយើងគ្រប់គ្រងនៅ user session ហើយនឹង ensure that all user របស់យើងគឺគាត់អាច receive ហើយនឹង update data របស់គាត់ហើយខ្ញុំបានរៀននៅការប្រើប្រាស់ WS នៅក្នុង Node.js ដើម្បីគ្រប់គ្រងនៃការ connect ឲ្យកាន់តែមានប្រសិទ្ធភាពចឹង project ខ្ញុំគឺអត់តែប៉ុណ្ណឹងហើយអរគុណលោកគ្រូសម្រាប់រយៈពេល1ឆ្នាំដែលលោកគ្រូបានបង្រៀនពួកខ្ញុំ project មកកាន់តែយើងធ្វើខ្ញុំពិតជា appreciate